តោះអ្នកទាំងអស់គ្នាយើងចូលមកមើលវីដេអូមួយទៅពេលក្រុមទី2គឺជាក្រុមសានឹងឯងដែលគេជឿថាការរើសដឹកនាំអ្នកមេដឹកនាំបន្ទាប់ពីលោកមហាម៉ាត់ហ្នឹងគួរតែរើសអ្នកដែលជាប់សាច់ឈាមគឺថាអ្នកដឹកនាំត្រូវតែមកពីគ្រួសាររបស់ព្យាការីដែលផ្ទាល់ដោយជាប់សាច់ឈាមអីចឹងទៅពួកគេក៏បានគ្រប់គ្រងឬក៏ជ្រើសរើសលោកអាលីដែលជាបងប្អូនចំនួនមួយហើយនឹងក៏ជាកូនប្រសារបស់ព្យាការីចឹងក្នុងនេះខ្ញុំក៏បានដឹងដូចគ្នាថាតើអាលីហ្នឹងគាត់បានរៀនស្វែងយល់ឬក៏ស៊ីជម្រៅទៅលើសាសនាហ្នឹងប៉ុណ្ណាទេប៉ុន្តែលក្ខខណ្ឌសម្បត្តិរបស់គាត់ដែលគេជ្រើសរើសគឺដោយសារតែគាត់ជាប់សាច់ឈាមជាប់តំណែង relationship អីចឹងទេមិនមែនគាត់មានភាពជិតស្និទ្ធទៅនឹងសាសនាឯងចឹងបើសម្រាប់ខ្ញុំមកដល់ចំណុចនេះខ្ញុំអាចនិយាយបានថាក្រុមស៊ុននីដែលគាត់ជ្រើសរើសក្នុងចំណោមអ្នកដែលដើរមួយលោកមហាម៉ាត់ហ្នឹងគឺមានភាពសក្តិទៀងត្រង់ទៅលើអ្វីដែលជាអវត្តព្រះរបស់គេនឹងជាងទៅលើកម្ពីទៅលើអីចឹងទៅជាមុនដំបូងខ្ញុំសូមអរគុណដល់បងមែនទែនដែលបងបានលើកយកធានបទទាក់ទងនឹងអ៊ីស្លាមមកចែកចាយជូនបងប្អូនទាំងអស់គ្នាតវីដេអូរបស់យើងតើអាលីត្រូវបានគេជ្រើសរើសធ្វើជាមេដឹកនាំដោយសារតែគាត់ជាប់សាច់ឈាមជាមួយនឹងព្យាការីមូហាម៉ាត់មែនអត់ប៉ុន្តែលក្ខខណ្ឌសម្បត្តិរបស់គាត់ដែលគេជ្រើសរើសគឺដោយសារតែគាត់ជាប់សាច់ឈាមជាប់តំណែង relationship អីចឹងទេមិនមែនគាត់មានភាពជិតស្និទ្ធទៅនឹងសាសនាឯងអូខេតើវាដូចអ្វីដែលបងបាននិយាយមែនអត់ដើម្បីឲ្យដឹងកាន់តែច្បាស់យើងចូលមកស្ដាប់នៅជីវប្រវត្តិរបស់អាលីទាំងអស់គ្នាអាលីដែលមានឪពុកឈ្មោះថាអាប៊ូតលីនិងមានម្ដាយឈ្មោះថាហ្វាទីម៉ាប៊ីនអាសាត់លោកអាប៊ូតលីដែលជាឪពុករបស់អាលីគឺជាពូរបស់លោកមូហាម៉ាត់ហើយគាត់ជាបងប្អូនរបស់លោកអាប់ឌុលឡោះដែលជាឪពុកបង្កើតរបស់លោកមូហាម៉ាត់ដោយសារតែការលំបាកនៅក្នុងសេដ្ឋកិច្ចគ្រួសាររបស់លោកអាប៊ូតលីតាំងពីអាយុប្រហែលជា5ឆ្នាំអាលីកូនរបស់លោកអាប៊ូតលីត្រូវបានចិញ្ចឹមបីបាច់នៅក្នុងគ្រួសាររបស់លោកមូហាម៉ាត់លោកមូហាម៉ាត់បានទទួលយកគាត់ហើយចាប់ទុកគាត់ដូចជាកូនប្រុសបង្កើតអាលីគឺជាមនុស្សដំបូងគេដែលបានទទួលយកសាសនាអ៊ីស្លាមកាលពីនៅក្មេងហើយបានរស់នៅជាមួយនឹងលោកមូហាម៉ាត់និងភរិយារបស់លោកអ្នកស្រីខឌីជាអាលីត្រូវបានចិញ្ចឹមបីបាច់និងអប់រំដោយផ្ទាល់នៅក្នុងគ្រួសាររបស់លោកមូហាម៉ាត់ដោយរៀនពីគាត់តាំងពីកុមារភាពគាត់ត្រូវបានគេពណ៌នាថាជាអ្នកចេះដឹងផ្នែកកូរ៉ាននិងច្បាប់អ៊ីស្លាមយ៉ាងច្បាស់លាស់អាលីបានអបដំណើរជាមួយនឹងលោកមូហាម៉ាត់ជានិច្ចទាំងការសរសេរគម្ពីរអាល់កូរ៉ានការផ្សព្វផ្សាយហាឌីសឬក៏របាយការណ៍ផ្សេងៗនិងជីវិតប្រចាំថ្ងៃចំណេះដឹងដ៏ស៊ីជម្រៅរបស់គាត់គឺបានមកពីការរួមដំណើរដោយផ្ទាល់របស់គាត់ជាមួយនឹងលោកមូហាម៉ាត់អាហ្មាត់ហាំបាលីឬមូណាត់អាហ្មាត់ជាអ្នកដែលមានចំណេះដឹងខ្ពង់ខ្ពស់ខាងស៊ុននីបានរាយការណ៍ថាអាលីបានអធិដ្ឋានជាមួយនឹងលោកមូហាម៉ាត់7ឆ្នាំមុនអ្នកណាទាំងអស់សៀវភៅដ៏ល្បីរបស់និកាយស៊ុននីឈ្មោះថាសាហេហ៍ប៊ូខារីបានបង្ហាញថាការនិយាយស្ដីទង្វើនិងអាកប្បកិរិយារបស់អាលីគឺអនុវត្តតាមការបង្រៀនផ្ទាល់របស់ព្យាការីមូហាម៉ាត់ចូលមកដល់វគ្គសង្គ្រាមអាលីគឺជាអ្នកចម្បាំងដ៏លេចធ្លោម្នាក់ហើយបានចូលរួមក្នុងសមរភូមិធំស្ទើរតែទាំងអស់ក្រោមការដឹកនាំរបស់លោកមូហាម៉ាត់ដូចជាសមរភូមិទី1សមរភូមិបាដារអាលីបានចូលរួមប្រយុទ្ធនៅក្នុងសង្គ្រាមមួយនេះរួមជាមួយនឹងលោកពូរបស់គាត់លោកហាំហ្សានិងអូបៃដាចូលមកដល់សមរភូមិទី2សមរភូមិអូហ៊ុដគាត់បានវាយប្រយុទ្ធការពារព្យាការីមូហាម៉ាត់នៅពេលដែលស្ថានភាពបានផ្លាស់ប្ដូរនៅក្នុងសង្គ្រាមហើយសមរភូមិបន្ទាប់សមរភូមិខុនដាត់គាត់បានចម្បាំងនិងទទួលបានជ័យជំនះលើអ្នកចម្បាំងអាំរូអ៊ីបណាអាប់ឌូវីតដែលអាំរូអ៊ីបណាអាប់ឌូវីតមានរហស្សនាមថាអ្នកលេង1000នាក់សមរភូមិបន្ទាប់សមរភូមិខុយបាតនៅក្នុងសង្គ្រាមមួយនេះអាលីបានចម្បាំងនិងយកជ័យជំនះទៅលើអ្នកចម្បាំងជួយមហាបគាត់បានចូលរួមនៅក្នុងបេសកកម្មផ្សេងៗទៀតផងដែរហើយសមរភូមិដែលមានវត្តមានរបស់អាលីភាគច្រើនគឺទទួលបានជ័យជំនះឥឡូវយើងចូលមកវគ្គជ្រើសរើសតែងតាំងធ្វើជាមេដឹកនាំ
ព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រអ៊ីស្លាមគឺជាព្រឹត្តិការណ៍តែងតាំងអ្នកដឹកនាំដោយប្រជាការីមូហាម៉ាត់ដោយផ្ទាល់ព្រឹត្តិការណ៍នោះគឺយើងហៅថាព្រឹត្តិការណ៍ Ghadir Qom ព្រឹត្តិការណ៍មួយនេះគឺបានកើតឡើងនៅមួយឆ្នាំមុនពេលដែលប្រជាការីមូហាម៉ាត់បានលាចាកលោកទៅរបាយការណ៍ដែលទាក់ទងនឹងព្រឹត្តិការណ៍មួយនេះគឺរាយការណ៍ដោយផ្ទាល់ពីសៀវភៅរបស់និកាយស៊ុនណារបាយការណ៍មកពីសៀវភៅ Musnad Ahmad បានរាយការណ៍ថានៅថ្ងៃ Ghadir Qom ប្រជាការីមូហាម៉ាត់បាននិយាយថាប្រសិនជាយើងគឺជាមេដឹកនាំរបស់ពួកអ្នកអាលីក៏ជាមេដឹកនាំរបស់ពួកអ្នកដែរសៀវភៅដ៏ល្បីល្បាញមួយទៀតរបស់និកាយស៊ុននីសៀវភៅ Jami' al-Tirmizi បានរាយការណ៍ថាប្រជាការីមូហាម៉ាត់បាននិយាយថាយើងគឺជាប្រភពនៃប្រាជ្ញាហើយអាលីគឺជាទ្វារដើម្បីចូលទៅដល់ប្រាជ្ញាទាំងអស់នោះនិងមានរបាយការណ៍ផ្សេងៗទៀតដែលបានរាយការណ៍ពីអាលីថាអាលីគឺមានចំណេះដឹងគ្រប់គ្រាន់និងមានភាពក្លាហាននិងមិនមែនគ្រាន់តែជាប់សាច់ឈាមជាមួយនឹងប្រជាការីមូហាម៉ាត់តែប៉ុណ្ណោះទេអូខេតើឥឡូវយើងទាំងអស់គ្នាយល់នៅថាតើហេតុអ្វីបានជាក្រុមឈីអាជ្រើសរើសយកអាលីធ្វើជាមេដឹកនាំខ្ញុំមិនរំពឹងថាអ្នកទាំងអស់គ្នានឹងយល់ 100% ទេព្រោះអីនេះគ្រាន់តែជាវីដេអូសង្ខេបតែប៉ុណ្ណោះប៉ុន្តែវាអាចដកចម្ងល់របស់អ្នកទាំងអស់គ្នាបានបន្តិចដែរហើយនឹងមិនយល់ច្រឡំថាក្រុមឈីអាជ្រើសរើសយកអាលីព្រោះតែគាត់ជាប់សាច់ឈាមជាមួយនឹងប្រជាការីមូហាម៉ាត់អូខេវីដេអូគឺមានតែប៉ុណ្្នឹងឯងហើយសូមជម្រាបលាសង្ឃឹមថានឹងមានឱកាសបាននិយាយបកស្រាយជូនបងប្អូនបន្តទៀត